ចូលចាត់ទុកថាការដែលធ្វើឲ្យយើងខ្លួនឯងផ្ទាល់មានសុភមង្គលនិងភាពរីកចម្រើនគឺជាអាទិភាពដ៏ចម្បងបំផុតនៅក្នុងជីវិតរបស់យើងព្រោះនៅពេលដែលអ្នកអាចមានលទ្ធភាពសមត្ថភាពកាន់តែមើលថែខ្លួនឯងបានកាន់តែច្រើនឡើងនោះដោយស្វ័យប្រវត្តិទើបអ្នកនឹងអាចមើលថែគេអ្នកដទៃបានកាន់តែច្រើនផងដូចគ្នាដែរនិយាយរួមឲ្យខ្លីងាយយល់ជាច្បាប់ធម្មជាតិមនុស្សយើងការដែលមិនចេះមើលថែខ្លួនឯងបាននោះក៏មិនអាចចេះឲ្យមិនអាចចេះផ្ដល់និងក៏មិនមានសមត្ថភាពក្នុងការមើលថែផ្ដល់ឲ្យដល់គេអ្នកដទៃណាបានមានសេចក្តីសុខសប្បាយបានផងដែរនោះទេ